ថ្ងៃនេះនាងខ្ញុំរីតាសូមណែនាំលោកអ្នកមកស្កប់ពីប្រភេទវិឡាមរកតក្នុងគម្រោងទី11របស់បរិយាវិវិភ្នំពេញតោះចូលទៅមើលខាងក្នុងទាំងអស់គ្នាដូចបានឃើញនេះអញ្ចឹងទីធ្លាក្នុងរបងធំទូលាយអាចចតឡានបានជាច្រើនគ្រឿងទំហំដី 12.6 ម៉ែត្រគុណ23ម៉ែត្រនិងមានសាដីចំហៀងផ្ទះរហូតដល់3ម៉ែត្រអាចរៀបចំជាសួនបៃតងដ៏ស្រស់ស្អាតមកចូលទៅខាងក្នុងវិញម្ដងនេះជាបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយខាងឆ្វេងដៃនាងខ្ញុំនេះបានរៀបចំជាសាឡុងទទួលភ្ញៀវឬជួបជុំគ្រួសារបានយ៉ាងស័ក្តិសមបំផុតហើយខាងស្ដាំដៃនេះវិញក៏បានរៀបចំជាទូដេក័រនិងកន្លែងរៀបចំជំនាញផ្ទះផងដែរមានមាត់មួយកញ្ចក់ធំមួយផ្ដល់ពន្លឺពេញបន្ទប់តែម្ដងហើយទូនិងខ្លោងដ៏ស្រស់ស្អាតនេះជាសម្ភារៈផ្ដល់ជូនផងដែរផ្ទះបាយនិងកន្លែងទទួលទានអាហារត្រូវបានរចនាបញ្ចូលគ្នាយ៉ាងធំទូលាយអាចដាក់តុវែងសម្រាប់សមាជិកគ្រួសារច្រើននិងមានបង្អួចកញ្ចក់ធំមានពន្លឺចេញចូលគ្រប់គ្រាន់ហើយអ្វីកាន់តែពិសេសទៀតនោះនៅខាងឆ្វេងដៃខ្ញុំនេះជាបន្ទប់គេងជាប់ផ្ទាល់ដីបន្ទប់នេះរចនាឡើងជាពិសេសសម្រាប់ឪពុកម្ដាយឬលោកយាយលោកតាដែលពិបាកឬមិនចង់ឡើងចុះជណ្ដើរច្រើនឬក៏ទុកសម្រាប់ទទួលភ្ញៀវស្នាក់នៅក៏បានតោះអញ្ចឹងយើងឡើងទៅមើលខាងលើវិញម្ដងខាងលើនេះមានបន្ទប់គេងដល់ទៅ3ហើយនេះជាបន្ទប់គេងមេគ្រួសារអញ្ចឹងយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាបន្ទប់នេះមានទំហំធំទូលាយស្ទើរតែពាក់កណ្ដាលនៃផ្ទៃអគារអាចរៀបចំដេក័រជាបន្ទប់គេងនិងការិយាល័យផ្ទាល់ខ្លួនផងក៏បានមានកញ្ចក់គ្រប់ទិសពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ហើយមានវេរដាផ្ទាល់ខ្លួនទៀតតោះយើងទៅមើលបន្ទប់ផ្សេងទៀតអូបន្ទប់នីមួយៗមានបន្ទប់ទឹកដាច់ដោយឡែកហើយបន្ទប់មួយនេះពិសេសជាងគេចាំមើលណាតែនបន្ទប់នេះត្រូវបានរចនាឡើងជាបន្ទប់ក្មេងស័ក្តិសមតែម្ដងទាំងកន្លែងដាក់គ្រែកន្លែងអង្គុយលេងដាក់សម្ភារៈបានយ៉ាងស្រស់ស្អាតហើយបន្ទប់ចុងក្រោយនេះគឺតុបតែងសម្រាប់ក្មេងវ័យជំទង់តោះចូលទៅមើលខាងក្នុងទាំងអស់គ្នាជាលក្ខណៈ modern ពណ៌និងដេក័រគឺស្រស់ស្អាតនិងស័ក្តិសមបំផុតដូចបានឃើញនេះអញ្ចឹងផ្ទះនេះត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះងាយស្រួលតុបតែងនិងមានផាសុកភាពខ្ពស់ក្នុងការរស់នៅលោកអ្នកដែលមានចំណាប់អារម្មណ៍មកលើវិឡាតូមរកតនេះបុរីវិមីភ្នំពេញមានរហូតដល់2ទីតាំងគម្រោងទី11បុរីវិមីភ្នំពេញ The Empire ស្ថិតនៅផ្លូវ 6A ស្ពានទី3ព្រែកលៀបជ្រោយចង្វានិងក្នុងគម្រោងទី9បុរីវិមីភ្នំពេញមង្គលរតនៈតាមបណ្ដោយផ្លូវជាតិលេខ 6A ដូចគ្នាចម្ងាយ500ម៉ែត្រពីផ្សារព្រែកអេងចាញសម្រាប់ព័ត៌មានបន្ថែម085 75 6